Hello សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំតាន់ឆ្លៀតមក voice over ពីចំនួនទី5តពីវីដេអូមុនចំនួនទី5គឺច្រើនមែនតើអ្នកទាំងអស់គ្នាអញ្ចឹងសារនេះខ្ញុំ voice over បានតែ12នាក់ដល់មានខ្លះទៀតចំនួនចេញនេះវីដេអូក្រោយដោយសារនេះខ្ញុំ search រកបានតែប្រហែលនាក់ទេគឺពិបាក search រកមែនតើអ្នកទាំងអស់គ្នាជំរុំតែបានថ្ងៃខែឆ្នាំកណ្ដាលមកជំរុំតែបានវីដេអូមកគឺមិនងាយទេជំរុំតែកាត់ហើយគឺរយៈពេល3ថ្ងៃអ្នកទាំងអស់គ្នាគឺវេទនាខ្លាំងមែនតើតោះលើយើងកុំឲ្យខាត់ពេលយូរយើងចូលដល់អ្នកទី7សម្រាប់អ្នកទី7នេះផងដែរគឺមានឈ្មោះថា Law Feng Ron កើតថ្ងៃទី23ខែ1ឆ្នាំ2014អ្វីដែលធ្វើឲ្យខ្ញុំ surprise នេះគឺគាត់កើតថ្ងៃទីនិងខែដូចខ្ញុំខ្លាំងមែនតើណាខុសតែឆ្នាំតិចកុំអីបានដូចគ្នាទាំងអស់បាទតទៀតយើងចូលដល់អ្នកទី8សម្រាប់អ្នកទី8នេះគឺមានឈ្មោះថាហងជុនអ៊ីគឺកើតថ្ងៃទី24ខែ4ឆ្នាំ2012បើចំពោះតារានិករអីគឺខ្ញុំអត់ដឹងទេទាំងអស់គ្នាមិនសូវរកបានតែប៉ុណ្្នឹងទេតើយើងចូលដល់អ្នកទី9ម្ដងសម្រាប់អ្នកទី9នេះគឺមានឈ្មោះថាវ៉ៃស៊ីនហាងគឺកើតឆ្នាំ2014ចំពោះថ្ងៃខែខ្ញុំអត់ដឹងទេទាំងអស់គ្នាតើយើងចូលដល់អ្នកទី10ម្ដងចំពោះអ្នកទី10នេះគឺរៀងខ្ជូតដែរទាំងអស់គ្នាគាត់ឈ្មោះថាយ៉ាងយុនហើយគាត់កើតឆ្នាំ2012ចំពោះថ្ងៃខែខ្ញុំអត់ដឹងទេទាំងអស់គ្នាខ្ញុំខំសើចរកដែរតែរកឃើញទេឃើញតែឆ្នាំតទៀតអ្នកបន្ទាប់នោះគឺមានឈ្មោះថាឈិនសិនកើតថ្ងៃទី23ខែ9ឆ្នាំ2014មួយកូននេះក៏ស្ទីលដែរទាំងអស់គ្នាបន្តទៀតកូននេះលេខរៀងទី12គឺមានឈ្មោះថាលាវស៊ូហៅកើតឆ្នាំ2015ណៃគេខ្លះឡុងកូននេះអ៊ូយស្អាតសាហាវព្រៃផ្សៃក៏ចូលលេខរៀងទី13ចំពោះកូននេះគឺមានឈ្មោះថាសៀកជឺយូគាត់កើតថ្ងៃទី11ខែ3ឆ្នាំ2012ក៏ចូលលេខរៀងទី14នេះក៏ខ្ជូតដែរអ្នកគ្នាក៏មានឈ្មោះថាផឹងឈិនជឺគាត់កើតថ្ងៃទី7ខែ2ឆ្នាំ2012កូននេះខ្ជូតស្លាប់ចាខ្ជូតឲ្យស្ទីលទៀតថែបខ្ញុំហ្មងដល់លេខរៀងទី15ម្ដងលេខរៀងទី15មានឈ្មោះថាហងហៅមីងកើតថ្ងៃទី4ខែ12ឆ្នាំ2014និយាយថាឃ្លុំចិត្តហ្មងមើលចង់ស្គាល់ដល់លេខរៀងទី16ម្ដងលេខរៀងទី16មានឈ្មោះថាលាវជើហៅកើតថ្ងៃទី16ខែ5ឆ្នាំ2015ទាវកប់ចាដល់លេខរៀងទី17គាត់នេះមានឈ្មោះថាសាម៉ាឡាឈីកើតថ្ងៃទី23ខែ1ឆ្នាំ2014គាត់មានវីដេអូគាត់ទេដោយសារ search រកឃើញដល់លេខរៀងទី18ជាកូនបើរបស់ខ្ញុំមានឈ្មោះថាហ៊ូអេមីកើតថ្ងៃទី1ខែ5ឆ្នាំ2014អេមីកូនកាត់លេបងទាំងអស់គ្នាក្នុងចំនួនទី4កូនកាត់អង់គ្លេសឥឡូវមកចំនួនទី5កូនកាត់លេបងទៀតចាប់ហើយដល់គ្នាចាំវីដេអូក្រោយទៀត